35របៀបធ្វើប្រហោងធ្លុះចុច Ctrl N ដើម្បីបង្កើតផ្ទាំងការងារថ្មីមួយកំណត់ width 200 pixel height 200 pixel និង resolution 72 pixel រួចចុច OK duplicate វាដោយចុច Ctrl J ចុចលើ menu filter render cloud ចុចនៅលើ menu filter render different cloud ចុចលើ menu filter noise median កំណត់ radius 4 pixel ហើយចុច OK ចុចលើ menu filter filter gallery ចុចពន្លា folder sketch ជ្រើសរើសយក Chrome រួចកំណត់ detail 0 smoothness 0ហើយចុច OK ដាក់ពន្លឺឲ្យភ្លឺខ្លាំងបន្តិចដោយចុចនៅលើ menu image adjustment level កំណត់តម្លៃលេខកណ្ដាលស្មើនឹង 2.34 និងខាងស្ដាំស្មើនឹង 72 រួចចុច OK បង្កើត layer ថ្មីមួយចុចនៅលើ brush tool និងកំណត់ size របស់វា 90 pixel hardness 80% ហើយចុច enter រួចយកវាមកคลิกមួយនៅចំកណ្ដាលរូបភាពធ្វើជាប្រហោងចុចលើប៊ូតុង FX ខាងក្រោមហើយ tick លើ bevel and emboss កំណត់ direction down size 8 pixel និង angle 90 degree ចុចលើ inner glow size 16 pixel និងកំណត់វារាងពណ៌ប្រផេះហើយចុច OK ចុចលើ layer 1ចុចលើ quick selection tool រួចយកវាមក select កាត់រាងជុំវិញរង្វង់ដែលយើងចង់បានចុច Ctrl Shift I ដើម្បី inverse selection ចុច delete key ហើយចុច Ctrl D ដើម្បីដោះ select ចេញវិញចុចលើប៊ូតុង FX ខាងក្រោមហើយ tick នៅលើ drop shadow កំណត់ distance 2 pixel និង size 2 pixel រួចចុច OK ចុច Shift ឲ្យជាប់រួច click លើ layer រង្វង់មូលចុច Ctrl G ដើម្បីចងវាជាក្រុមមួយហើយចាប់វាយកទៅដាក់លើផ្ទាំងរូបភាពដែករួចលែងម៉ៅនិងដូរ mode របស់វាទៅជា headline